បាទសូមជំរាបសួរមេរៀននេះយើងនឹងរៀនសន្ទនាចំនួន6បាទដែលនិយាយអំពីការងារផ្នែកខាងឧស្សាហកម្មបាទដូចជាបញ្ហាមានអីវ៉ាន់ខូចបញ្ហាម៉ាស៊ីនដំណើរការមិនសូវល្អបាទនិងបញ្ហាជាច្រើនទៀតទាក់ទងនឹងការងារផ្នែកខាងឧស្សាហកម្មបាទហើយបន្ទាប់មកយើងនឹងធ្វើការបកប្រែពាក្យបាទដោយចោះយកតែពាក្យណាដែលគិតថាលំបាកហើយថ្មីសម្រាប់មេរៀននេះ 반장님, 기계가 자꾸 멈춰서 작업이 많이 밀렸어요. 어제까지는 괜찮았는데 갑자기 왜요? 우선 전원부터 끄세요. 오전에는 문제가 없었는데 오후 작업 때부터 작동이 잘 안 돼요. 아, 여기에 이물질이 껴있네요. 작업 전에 점검 안 했어요? 죄송합니다. 오늘은 작업할 게 많아서 제대로 점검을 못했어요. 아무리 바빠도 작업 전에 꼼꼼하게 점검해야 돼요. 잘못하면 사고가 날 수 있어요. 반장님, 불량품이 나왔어요. 어떻게 할까요? 일단 기계 작동을 중지하세요. 네, 알겠습니다. 왜 이런 불량이 발생하지요? 압력이 높은가 봐요. 물건을 만들 때 압력이 너무 높으면 이렇게 깨져요. 그럼 압력을 낮출까요? 네. 그리고 다른 원인이 있을 수도 있으니까 기계를 잘 살펴봅시다. 마두 씨, 혼합기에 넣을 원재료의 중량 쟀어요? 지금 측정하려고 해요. 중량이 정확해야 되니까 접시 저울로 재는 대신에 전자 저울로 측정하세요. 네. 원재료 중량을 재고 나서 첨가제 비율을 확인하면 되지요? 맞아요. 그런데 혼합기 청소도 중요해요. 혼합기가 깨끗하지 않으면 원하는 색이 나오지 않아요. 그럼 혼합기 청소 먼저 할게요. 민수 씨, 여기 좀 봐주세요. 원단이 자꾸 엉키는데 어떡하지요? 마두 씨, 기계 속도를 좀 줄여보세요. 원단을 펴줘야 고르게 염색돼요. 막대기로 이렇게 저어서 원단을 펴주세요. 그렇게 할게요. 그런데 민수 씨, 오늘 염색 작업이 지난번보다 더 오래 걸리는 것 같아요. 원단이 합성 섬유라서 그래요. 그리고 진한 색깔로 염색하면 시간이 더 걸려요. 그렇군요. 염색이 끝나면 세척 작업을 해야 되지요? 네. 그럼 저는 가서 세척 작업을 준비하고 있을게요. 안녕하세요. 내일부터 창고 관리를 담당할 아궁이라고 합니다. 반갑습니다. 창고 관리를 해봤어요? 아니요. 안 해봤지만 열심히 하겠습니다. 창고 관리에서는 재고를 파악하는 게 중요해요. 그리고 냉동 창고는
적정 온도를 유지하는 게 아주 중요하고요. 네, 알겠습니다. 내일 창고로 들어올 물건이 많아요. 잘 정리해 주세요. 앞으로 잘 부탁해요. 오늘도 비가 오네요. 장마철이라서 정말 습하고 더워요. 이렇게 덥고 습한 날씨에는 원사 관리에 더 신경을 써주세요. 잘하고 있지요? 네, 그럼요. 원사는 온도와 습도에 민감해서 변색되거나 오염되기 쉽잖아요. 맞아요. 창고의 온도와 습도를 일정하게 유지하는 게 중요한데 주기적으로 확인하고 있지요? 네. 1시간마다 온도와 습도를 측정해서 관리 대장에 써놓고 있어요. 좋아요. 원사의 종류마다 보관 방법이 다르니까 종류별로 분류해서 관리해 주세요. បាទបន្ទាប់ពីស្ដាប់ការសន្ទនាយើងធ្វើការបកប្រែពាក្យបាទប្រយោគដំបូងគេនេះយើងមើលពាក្យមុំឈូតាបាទមុំឈូតានេះយើងប្រែថាឈប់បាទហើយពាក្យនៅខាងចុងគឺពាក្យ milliliter បាទ milliliter នេះយើងប្រែថាកឬក៏ស្ទះបាទន័យថាការងារហ្នឹងវាកច្រើនឬក៏ស្ទះច្រើនបាទឧទាហរណ៍ដូចជានៅក្នុងប្រយោគរបស់យើងគឺការងារស្ទះខ្លាំងដោយសារតែម៉ាស៊ីនហ្នឹងឧស្សាហ៍ឈប់បាទប្រយោគបន្តទៀតយើងមើលពាក្យឆាក់តុងបាទឆាក់តុងនេះយើងប្រែថាដំណើរការហើយបើសិនជាដំណើរការល្អឬក៏ដំណើរការស្រួលបើយើងប្រើឆាក់តុងនេះឆាល់តេអូបាទហើយបើសិនជាមិនដំណើរការស្រួលទេយើងប្រើឆាក់តុងនេះឆាល់អានតេអូបាទដូចជាឧទាហរណ៍នៅក្នុងឃ្លារបស់យើងបាទតាំងពីព្រឹកហ្នឹងម៉ាស៊ីនអត់មានបញ្ហាអីទេប៉ុន្តែចាប់ពីរសៀលមកដំណើរការមិនសូវស្រួលបាទពាក្យផ្សេងទៀតងាយស្រួលទេអញ្ចឹងយើងបន្តមកមើលប្រយោគបន្តទៀតបាទយើងមើលពាក្យ emulgil បាទ emulgil នេះយើងប្រែថាកំទេចយើងក៏អាចសំដៅទៅលើកំទេចសក់ឬក៏អ្វីមួយដែលចូលទៅក្នុងម្ហូបក៏បានដែរហើយនៅក្នុងមេរៀននេះគឺនិយាយអំពីកំទេចដែលចូលទៅក្នុងម៉ាស៊ីនបាទពាក្យខ្យអ៊ីសនេះមកពីពាក្យគីតាណាបាទកំទេចមានកំទេចជាប់ឬក៏ពាក់នៅក្នុងម៉ាស៊ីនឬក៏ទីនេះបាទអញ្ចឹងយើងមើលពាក្យបន្តទៀតគឺពាក្យឆុំកុំបាទឆុំកុំនេះយើងប្រែថាត្រួតពិនិត្យមុននឹងយើងដំណើរការម៉ាស៊ីនបាទយើងត្រូវត្រួតពិនិត្យម៉ាស៊ីនតើមានបញ្ហាអីអត់បាទប្រយោគបន្តទៀតយើងមើលពាក្យអាមូរីបាទអាមូរីនេះភាគច្រើនប្រើភ្ជាប់ជាមួយនឹងទម្រង់វេយ្យាករណ៍គឺអាតូឬក៏អូតូបាទដូចជាទីហៅក្នុងឃ្លារបស់យើងគឺអាមូរីផាប់ប៉ាតូបាទបើទោះបីជារវល់យ៉ាងណាក៏ដោយបាទហើយពាក្យបន្តទៀតគឺពាក្យគុំហាកេបាទគុំហាកេនេះបានន័យថាឲ្យបានម៉ត់ចត់ឲ្យបានល្អិតល្អន់បាទហើយពាក្យបន្តទៀតគឺពាក្យឆុំកុំនេះយើងបានរៀនមុននឹងហើយបាទគឺត្រួតពិនិត្យបាទអញ្ចឹងមុនពេលធ្វើការទោះបីជារវល់យ៉ាងណាក៏ដោយយើងត្រូវត្រួតពិនិត្យម៉ាស៊ីនហ្នឹងឲ្យបានល្អិតល្អន់បាទប្រយោគបន្តទៀតយើងមើលពាក្យភូលយ៉ាងភូមិបាទភូលយ៉ាងនេះយើងប្រែថាខូចឬក៏អីវ៉ាន់ខូចហើយពេលខ្លះយើងបូកជាមួយនឹងភូលយ៉ាងភូមិបាទយើងអាចប្រែថាផលិតផលខូចបាទប្រយោគបន្តទៀតយើងមើលពាក្យ iltan បាទ iltan នេះយើងប្រែថាសិនបាទឆាក់តុកនេះយើងបកមុននឹងហើយគឺដំណើរការបាទហើយពាក្យនៅខាងចុងគឺពាក្យឈុងជីហាដាបាទយើងប្រែថាបញ្ឈប់ឬក៏ផ្អាកបាទអញ្ចឹងគេឲ្យយើងសុំផ្អាកដំណើរការម៉ាស៊ីនសិនបាទប្រយោគបន្តទៀតយើងមើលពាក្យអាំរយ៉កបាទការសរសេរគឺសរសេរអាំរយ៉កប៉ុន្តែការបញ្ចេញសំឡេងគឺអាំញ៉កបាទយើងប្រែថាសម្ពាធឬក៏សង្កត់ការសង្កត់បាទហើយពាក្យផ្សេងទៀតងាយស្រួលទេបាទនៅពាក្យខាងចុងគឺពាក្យកេឈីតានេះយើងប្រែថាបែកបាទពាក្យផ្សេងទៀតងាយស្រួលទេអញ្ចឹងយើងបន្តមើលប្រយោគបន្តទៀតបាទយើងមើលពាក្យវ៉ុនតាន់បាទវ៉ុនតាន់នេះយើងប្រែថាក្រណាត់បាទហើយពាក្យបន្តទៀតគឺពាក្យអងខីនឿនតេបាទអងខីនឿនតេនេះមកពីពាក្យអងខីតាបាទយើងប្រែថាវ៉ាន់ឬក៏រមូលបាទយើងប្រែថាវ៉ាន់បាទស្តៀងនឹង
ពាក្យមួយទៀតគឺពាក្យ coita បាទយើងប្រែថាវ័នឬក៏រមូលដូចគ្នាស្តៀងគ្នាបាទប្រយោគបន្តទៀតក៏ពាក្យភាគច្រើនងាយស្រួលទេអញ្ចឹងយើងមើលពាក្យផ្យបាទផ្យនេះមកពីពាក្យ pita បាទដែលយើងប្រែថាពន្លាឬក៏ប្រើជាមួយផ្កាគឺផ្ការីកបាទហើយពាក្យបន្តទៀតគឺពាក្យ khô ឬកែបាទ khô ឬកែនេះយើងអាចថាស្មើគ្នាឬក៏សពបាទហើយពាក្យបន្តទៀតគឺពាក្យយំសេកបាទយំសេកនេះយើងប្រែថាលាបថ្នាំបាទអញ្ចឹងតលតែយើងជួយពលាកណាត់បាទបានការលាបថ្នាំឬក៏ការជ្រលក់ពណ៌ហ្នឹងវាជ្រលក់ពណ៌ឲ្យកណាត់ហ្នឹងស្មើគ្នាឬក៏ជ្រលក់ពណ៌ឲ្យកណាត់ហ្នឹងវាសពកន្លែងបាទហើយពាក្យបន្តទៀតគឺពាក្យ makteki បាទ makteki នេះយើងប្រែថាដងឬក៏ឈើអ្វីមួយដែលយើងយកទៅជួយកោដើម្បីពលាកណាត់បាទប្រយោគបន្តទៀតបាទយើងមើលពាក្យ se chok បាទ se chok នេះយើងប្រែថាលាងសម្អាតបាទអញ្ចឹងបន្ទាប់ពីធ្វើការជ្រលក់ពណ៌កណាត់ហើយបាទធុងដែលគេដាក់លាយថ្នាំបាទយើងត្រូវធ្វើការលាងសម្អាតបាទប្រយោគបន្តទៀតបាទយើងមើលពាក្យ honapki បាទ honapki នេះយើងប្រែថាម៉ាស៊ីនកិនបាទឧទាហរណ៍ដូចជាយើងកិនសាច់ឬក៏ស្តៀងទៅនឹងម៉ាស៊ីនដែលយើងកិនចំណីសត្វបាទហើយពាក្យបន្តទៀតបាទយើងមើលពាក្យ vonchero បាទ vonchero នេះយើងប្រែថាវត្ថុធាតុដើមបាទហើយពាក្យបន្តទៀតគឺពាក្យឈុងញ៉ាំងបាទឈុងញ៉ាំងនេះយើងប្រែថាទម្ងន់បាទហើយពាក្យបន្តទៀតគឺពាក្យ chesta បាទ chesta នេះយើងប្រែថាថ្លឹងឬក៏វាស់បាទប្រយោគបន្តទៀតបាទយើងមើលពាក្យ choul បាទ choul នេះយើងប្រែថាជញ្ជីងបាទហើយពាក្យបន្តទៀតគឺពាក្យឈឹកចងហាដាបាទឈឹកចងហាដានេះយើងប្រែថាវាស់ឬក៏ថ្លឹងបាទស្មើនឹងពាក្យ cheta មុនហ្នឹងបាទហើយពាក្យផ្សេងទៀតងាយស្រួលទេអញ្ចឹងយើងបន្តទៅមើលប្រយោគបន្តទៀតបាទប្រយោគបន្តទៀតបាទយើងមើលពាក្យឈុំកាឆេបាទឈុំកាឆេនេះយើងប្រែថាសារធាតុបន្ថែមបាទហើយពាក្យ pinule នេះយើងអាចប្រែថាកម្រិតក៏បានដែរបាទគឺកម្រិតសារធាតុបន្ថែមបាទប្រយោគបន្តទៀតបាទយើងមើលពាក្យឆាំងគោបាទឆាំងគោនេះយើងប្រែថាឃ្លាំងបាទហើយពាក្យបន្តទៀតគឺពាក្យខ្វាន់លីបាទការបញ្ចេញសម្លេងគឺបញ្ចេញសម្លេងខាន់លីបាទប៉ុន្តែការសរសេរគឺខ្វាន់លីបាទគឺយើងប្រែថាគ្រប់គ្រងឬក៏មើលការខុសត្រូវបាទហើយពាក្យបន្តទៀតគឺពាក្យថាំតាំងហាដាថាំតាំងហាដានេះយើងប្រែថាទទួលបន្ទុកបាទប្រយោគបន្តទៀតបាទយើងមើលពាក្យឆេកូបាទឆេកូនេះយើងប្រែថាអីវ៉ាន់ស្តុកឬក៏របស់ស្តុកបាទស្តុកហ្នឹងក៏មានន័យជាពីរដែរបាទទី1អីវ៉ាន់របស់យើងហ្នឹងធ្វើអត់ទាន់ចប់ទេបាទប៉ុន្តែអ្វីដែលនៅសល់នៅឃ្លាំងហ្នឹងយើងហៅថាឆេកូបាទគឺអីវ៉ាន់ស្តុកហើយទី2អីវ៉ាន់របស់យើងហ្នឹងចប់សពគ្រប់ហើយបាទន័យថាយើងធ្វើគ្រប់ទៅតាមអ្វីដែលគេកំងប៉ុន្តែនៅសល់បាទនៅសល់ហ្នឹងយើងលែងប្រើហើយឬក៏យើងអាចទុកប្រើសម្រាប់ order លើកក្រោយបាទអញ្ចឹងយើងអាចប្រែថាឆេកូដូចគ្នាបាទគឺអីវ៉ាន់ស្តុកបាទហើយពាក្យបន្តទៀតគឺពាក្យផាអាក់ខាដាបាទផាអាក់ខាដានេះយើងអាចប្រែថាឆែកបាទគឺឆែកចំនួនអីវ៉ាន់ស្តុកដែលនៅសល់បាទយើងប្រើពាក្យផាអាក់ខាដាបាទពាក្យបន្តទៀតគឺពាក្យណេងតុងឆាំងគោបាទណេងតុងឆាំងគោនេះយើងប្រែថាឃ្លាំងត្រជាក់បាទសម្រាប់ដែលយើងផ្លាស់សេរបស់អ្វីមួយកុំឲ្យស្អុយឬក៏រលួយបាទអញ្ចឹងយើងប្រើណេងតុងឆាំងគោបាទឃ្លាំងហ្នឹងមានស្ថានភាពបាទសីតុណ្ហភាពត្រជាក់ខ្លាំងដែលយើងអាចផ្លាស់សេសាច់ឬក៏បន្លែឬក៏របស់អ្វីមួយបាទស្តៀងទៅនឹងទូទឹកកកបាទហើយពាក្យបន្តទៀតគឺពាក្យឆុកចងបាទឆុកចងនេះយើងប្រែថាសមរម្យឬក៏សមស្របបាទអូនតូនេះយើងប្រែថាសីតុណ្ហភាពបាទហើយពាក្យបន្តទៀតគឺពាក្យ Yuji Hada បាទ Yuji Hada នេះយើងប្រែថាបាទរក្សាសីតុណ្ហភាពដែលសមស្របឬក៏ត្រឹមត្រូវបាទប្រយោគបន្តទៀតបាទយើងមើលពាក្យឆាំងម៉ាឆុលបាទឆាំងម៉ាឆុលនេះនៅប្រទេសកូរ៉េគឺជារដូវដែលមានទឹកភ្លៀងធ្លាក់ច្រើនបាទយើងហៅថាឆាំងម៉ាឆុលបាទហើយពាក្យបន្តទៀតគឺពាក្យអ៊ីរ៉ាសបាទស្មើនឹងពាក្យអ៊ីអសបាទយើងប្រើនៅពីមុខបាទបូកនៅពីមុខជាមួយនឹងនាមបាទយើងប្រែថាដោយសារបាទអញ្ចឹងដោយសារតែជារដូវដែលមានភ្លៀងធ្លាក់ច្រើនបាទអញ្ចឹងស៊ឺបតូនេះយើងប្រែថាសំណើមបាទប្រយោគបន្តទៀតបាទយើងមើលពាក្យវ៉ុនសាបាទវ៉ុនសានេះយើងប្រែថាអំបោះហើយពាក្យបន្តទៀតគឺពាក្យអូនតូបាទយើងបានរៀនមុននឹងហើយបាទគឺសីតុណ្ហភាពបាទស៊ឺបតូនេះយើងប្រែថាសំណើមបាទពាក្យបន្តទៀតគឺពាក្យមានកម្មហាដាបាទមានកម្មហាដានេះយើងអាចប្រែថាងាយនឹងកើតឡើងបញ្ហាអីមួយបាទដូចជាយើងតែនិយាយថាបញ្ហារសើបបាទហើយពាក្យបន្តទៀតគឺ
ពាក្យផ្យន់សេកបាទផ្យន់សេកនេះយើងប្រែថាប្រែពណ៌បាទហើយពាក្យអូយ៉មបាទអូយ៉មនេះយើងប្រែថាប្រឡាក់បាទអូយ៉មទេដានេះបាទងាយស្រួលប្រឡាក់បាទអញ្ចឹងដើម្បីរក្សាអំបោះឲ្យមានសភាពល្អនិងមិនមានប្រឡាក់មិនមានការប្រែពណ៌បាទអញ្ចឹងការរក្សាសីតុណ្ហភាពនិងសំណើមបាទសំខាន់ចំពោះអំបោះបាទប្រយោគបន្តទៀតបាទពាក្យភាគច្រើនយើងបានបកមុននឹងហើយបាទយើងមើលពាក្យអ៊ីលចងហាកេបាទអ៊ីលចងហាកេនេះមកពីពាក្យអ៊ីលចងហាតាបាទយើងប្រែថាថេបាទបានន័យថាយើងអត់មានផ្លាស់ប្ដូរឬក៏ឡើងចុះច្រើនដងបាទឲ្យសីតុណ្ហភាពហ្នឹងនៅថេបាទហើយពាក្យបន្តទៀតគឺពាក្យយូជីហាដាបាទរក្សាបាទអញ្ចឹងយើងរក្សាសីតុណ្ហភាពនិងសំណើមហ្នឹងឲ្យនៅថេបាទពាក្យបន្តទៀតបាទយើងមើលពាក្យឈូគីឆុកគូរ៉ូបាទឈូគីឆុកគូរ៉ូនេះយើងប្រែថាទៅតាមការកំណត់ឬក៏ទៀងទាត់បាទអញ្ចឹងយើងត្រូវពិនិត្យមើលការរក្សាសីតុណ្ហភាពនឹងសំណើមនឹងឲ្យនៅថេបាទកុំឲ្យវាឡើងចុះបាទប្រយោគបន្តទៀតបាទពាក្យភាគច្រើនងាយស្រួលទេហើយយើងបានបកហើយមុននឹងបាទអញ្ចឹងយើងមើលពាក្យថេចាំងបាទខាលីថេចាំងនេះគឺជាกระดาษបាទឧទាហរណ៍ដូចជានៅម៉ាស៊ីនអីបាទគឺជាกระดาษដែលយើងតាមដានម៉ាស៊ីនឬក៏ឧទាហរណ៍ដូចជានៅធុងចម្រោះទឹកដែលយើងតែងតែញ៉ាំបាទខាងក្រុមហ៊ុនគេតែងតែមកសរសេរបាទថ្ងៃដែលគាត់ដូររបស់អីមួយឬក៏បញ្ហាម៉ាស៊ីនហ្នឹងនៅថ្ងៃណាខូចអ្វីមួយបាទគេហៅថាกระดาษគ្រប់គ្រងបាទអញ្ចឹងខាលីថេចាំងនេះបាទជាធម្មតាយើងឃើញមានព្យួរនៅតាមម៉ាស៊ីនឬក៏យើងជួលម៉ាស៊ីនចម្រោះទឹកមកបាទខាងបុគ្គលិកគេបាទគេតែងតែមកពិនិត្យមើលกระดาษខាលីថេចាំងហ្នឹងបាទហើយគាត់ក៏សរសេរនៅថ្ងៃនេះគាត់បានពិនិត្យឬក៏គាត់បដូរគ្រឿងអ្វីមួយដើម្បីឲ្យវានៅដំណើរការល្អបាទប្រយោគបន្តទៀតយើងមើលពាក្យឈងយូបាទយើងសរសេរឈងយូប៉ុន្តែការបញ្ចេញសម្លេងឈងញូបាទយើងប្រែថាប្រភេទបាទហើយពាក្យភូខ្វាន់នេះយើងប្រែថារក្សាបាទភូខ្វាន់ប៉ាំងប៉ុបគឺរបៀបរក្សាទុកបាទហើយពាក្យព្យឡូនេះបាទយើងប្រែថាទៅតាមណាអញ្ចឹងឈុងញូព្យឡូបាទយើងទៅតាមប្រភេទបាទពាក្យបន្តទៀតគឺពាក្យភុនយូហាដាបាទយើងសរសេរភុនយូប៉ុន្តែការបញ្ចេញសម្លេងគឺយើងបញ្ចេញសម្លេងភុនយូហាដាបាទយើងប្រែថាបែងចែកបាទអញ្ចឹងដោយសារតែពាក្យផ្សេងទៀតងាយស្រួលទេអញ្ចឹងយើងបញ្ចប់មេរៀនយើងត្រឹមហ្នឹងអរគុណចំពោះការទស្សនា